Mercedes-Benz G63 មួយគ្រឿងនេះគឺបានជួបបញ្ហាលោតសញ្ញាឆែកលើកុងទ័រលន់លើសំឡេងម៉ាស៊ីនខុសធម្មតានិងមានការលេចប្រេងដែលជាសញ្ញាបង្ហាញថារថយន្តកំពុងតែមានបញ្ហាផ្នែកម៉ាស៊ីននិងត្រូវការពិនិត្យជាបន្ទាន់ក្រោយពេលដែល scan កុំព្យូទ័រនិងត្រួតពិនិត្យផ្នែកម៉ាស៊ីនយ៉ាងហ្មត់ចត់រួចជាយើងបានរកឃើញថាផ្នែកម៉ាស៊ីនមួយចំនួនខូចរួមមានដងលកាមត្រនងគ្រាប់កំភ្លើងបូស៊ីជើងបូប៊ីនខ្សែពៀន Derailleur បាដាងនិង Ford ក្រោយដែលជាមូលហេតុបណ្ដាលឲ្យម៉ាស៊ីនដំណើរការមិនប្រក្រតីនិងមានការលេចប្រេងបន្ទាប់ពីកំណត់បានមូលហេតុច្បាស់លាស់ហើយជាងជំនាញរបស់យើងបានធ្វើការដោះគ្រឿងដែលខូចចេញនិងផ្លាស់ប្ដូរគ្រឿងបន្លាស់ថ្មីជំនួសដើម្បីស្ដារប្រព័ន្ធម៉ាស៊ីនឲ្យត្រឡប់មកដំណើរការបានល្អដូចដើមវិញការងារប្រភេទនេះទាមទារជំនាញខ្ពស់និងការត្រួតពិនិត្យយ៉ាងល្អិតល្អន់ព្រោះពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងដំណើរការរបស់ម៉ាស៊ីនទាំងមូលដូច្នេះហើយគ្រប់ជំហានត្រូវបានអនុវត្តយ៉ាងប្រុងប្រយ័ត្នដើម្បីធានាគុណភាពនិងសុវត្ថិភាពក្រោយពេលជំនួសនិងផ្លាស់ប្ដូរគ្រឿងរួចជាងយើងបានធ្វើការតេស្តនិង scan ប្រព័ន្ធឡើងវិញនិងពិនិត្យការលេចប្រេងម្ដងទៀតឃើញថាសញ្ញាឆែកបានបាត់ម៉ាស៊ីនដំណើរការបានរលូនលែងមានសំឡេងខុសធម្មតានិងមិនមានការលេចប្រេងទៀតឡើយ